មុននឹងទេវតាជួយយើងត្រូវជួយខ្លួនឯងសិនគេចង់ជួយយើងបានត្រឹមតែពាក្យសម្ដីតែបើយើងចង់ជោគជ័យយើងត្រូវជួយខ្លួនឯងដោយទង្វើសកម្មភាពអតីតកាលដែលមិនល្អបំភ្លេចវាចោលឲ្យអស់ទៅសំខាន់យើងត្រូវគិតពីបច្ចុប្បន្នប្រឹងប្រែងការងារល្អកុំខ្ជិលច្រអូសកុំទម្រុននោះអនាគតនឹងប្រសើរឡើងធ្វើជាមាសទឹកដប់កុំខ្លាចភ្លើងធ្វើជាមនុស្សកុំខ្លាចគេនិយាយដើមសំខាន់ទង្វើរបស់យើងគឺត្រូវតែឈរលើភាពត្រឹមត្រូវនិងភាពស្មោះត្រង់បើគេរិះគន់យើងទទួលយកចុះទើបហៅថាជាមនុស្សឆ្លាតអ្វីក៏ដោយនៅលើលោកនេះមនុស្សទូទៅទាំងអស់រមែងទទួលនៅភាពសរសើរនិងច្រណែនអំពីសំណាក់នៃជនដទៃទោះបីពេលមានពេលក្រក៏គេច្រណែននឹងយើងព្រោះគេដឹងខ្លួនឯងច្បាស់ថាគេអន់ជាងយើងហើយពាក្យចាមអារាមពាក្យប្រឌិតឡើងដោយសារតែមនុស្សស្អប់យើងហើយត្រូវបានផ្សាយអំពីមាត់មួយទៅមាត់មួយនៃមនុស្សដែលមិនចេះគិតរួចហើយត្រូវបានផ្សាយបានលាតត្រដាងដោយសារមនុស្សទៅជាសអ្នកខ្លះនិយាយអាក្រក់ពីគេទាំងមិនមែនជាការពិតដើម្បីបង្ហាញប្រាប់អ្នកដទៃថាខ្លួនឯងជាមនុស្សល្អវាគឺជាទម្លាប់ទៅហើយសម្រាប់អ្នកដែលជឿតាមអ្នកខ្លះនិយាយស្ដីថាចំពោះមុខយើងស្ដីថាចំគឺល្អជាងមនុស្សស្ដីថាឲ្យក្រោយខ្នងយើងត្រូវតែចងចាំថារឿងអាក្រក់កុំប្រព្រឹត្តរឿងមិនពិតកុំនិយាយរឿងបំផ្លាញអ្នកដទៃកុំគួរធ្វើអ្វីដែលជាស្ទើរគួរបំពេញអ្វីដែលតូមនិញគួរលះបង់អ្វីដែលមានចំណងលើទ្រព្យអ្នកដទៃគួរវាចាក់ចេញ